តាំងពីខ្ញុំបានយក Shinigami មកធ្វើជាសត្វចិញ្ចឹមមកខ្ញុំបានបង្កើតទម្លាប់ពិសេសមួយរាល់ពេលដែលខ្ញុំចាក់ចេញពីផ្ទះខ្ញុំតែងតែញាត់បំណាច់ប៊ិចនៅក្នុងចន្លោះទ្វារដើម្បីពិនិត្យមើលថាតើមាននរណាម្នាក់លួចចូលក្នុងផ្ទះរបស់ខ្ញុំដែរឬទេប៉ុន្តែនៅថ្ងៃនោះពេលដែលខ្ញុំត្រឡប់មកវិញបំណាច់ប៊ិចនោះត្រូវបានបាក់ជាពីរនៅខណៈនោះបេះដូងរបស់ខ្ញុំបានរឹតបន្តឹងភ្លាមមាននរណាម្នាក់បានលួចចូលផ្ទះរបស់ខ្ញុំប៉ុន្តែខ្ញុំមិនបានបង្ហាញប្រតិកម្មមិនធម្មតាណាមួយឡើយខ្ញុំគ្រាន់តែអង្គុយចុះញ៉ាំអាហារធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងពីព្រោះខ្ញុំបានដឹងថានៅបន្ទប់ក្បែរនោះមានក្រុមប៉ូលីសស៊ើបអង្កេតកំពុងតែតាមដានរាល់សកម្មភាពរបស់ខ្ញុំពួកគេមិនរំលងសូម្បីតែការផ្លាស់ប្ដូរតិចតួចនៅលើទឹកមុខរបស់ខ្ញុំឡើយហើយនៅពេលនោះ Shinigami ដែលមានតែខ្ញុំម្នាក់គត់អាចមើលឃើញបានព្យាយាមតាក់ទងមកខ្ញុំប៉ុន្តែខ្ញុំមិនហ៊ានឆ្លើយតបសូម្បីតែមួយម៉ាត់ព្រោះប្រសិនបើពួកគេដឹងថាខ្ញុំកំពុងនិយាយជាមួយនរណាម្នាក់ដែលមិនមានរូបរាងពិតប្រាកដនោះខ្ញុំនឹងក្លាយជាជនសង្ស័យចម្បងព្រាមនៅក្នុងរឿងក្តីឃាតកម្មបន្តគ្នាជាច្រើនយ៉ាងណាមិញនៅក្នុងដៃរបស់ខ្ញុំកំពុងលាក់បាំងសៀវភៅ Death Note គ្រាន់តែសរសេរឈ្មោះនរណាម្នាក់ចូលទៅម្នាក់នោះនឹងត្រូវស្លាប់ភ្លាមប៉ូលីសបានតាមដានខ្ញុំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយពួកគេសង្កេតមើលជីវិតរបស់ខ្ញុំ24ម៉ោងលើ24ម៉ោងដោយគ្មានការឈប់សម្រាកឡើយប៉ុន្តែពួកគេរកមិនឃើញចំណុចខ្វះខាតឬសកម្មភាពគួរឲ្យសង្ស័យណាមួយឡើយហើយក៏គ្មានជនរងគ្រោះថ្មីណាម្នាក់បានស្លាប់ដែរនៅពេលដែលប៉ូលីសរៀបនឹងបោះបង់ការស៊ើបអង្កេតភ្នាក់ងារស៊ើបអង្កេតម្នាក់ដែលទទួលបន្ទុករឿងក្តីនេះនៅតែជឿជាក់យ៉ាងមុតមមថាខ្ញុំជាឃាតករដែលពួកគេកំពុងស្វែងរកពីព្រោះតាមគំនិតរបស់គេប្រសិនបើមិនមានមនុស្សស្លាប់ថ្មីទេវាមិនមែនមកពីខ្ញុំស្អាតស្អំគ្មានទោសពេលនោះទេប៉ុន្តែគឺមកពីខ្ញុំគ្មានឱកាសធ្វើ